សូមគោរពជំរាបសួរប្រិយមិត្តទស្សនិកជនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំរស្មីនាំមកជូននៅមុខម្ហូបមុខទៀតហើយទាក់ទងជាមួយនឹងរបៀបធ្វើមីគោកញ៉ាំងាយៗនៅផ្ទះចាសម្រាប់ការធ្វើមីគោកញ៉ាំងាយៗនេះគឺយើងគ្រាន់តែមានទឹកក្តៅកន្លះចានដែកអញ្ចេះមកហើយយើងមានមីគោកចំនួន2កញ្ចប់ហើយវាដាក់សោសចុះសោសឡើងអញ្ចឹងមកចាមីគោករបស់នាងខ្ញុំចាប់ផ្ដើមសោសនៅក្នុងទឹកហើយសម្រាប់មីគោកវិញគឺយើងអាចរកទិញនៅតាមទីផ្សារបានគឺងាយស្រួលទេឬក៏នៅតូបចាប់ហួយគឺមានហើយនាងខ្ញុំយកចង្កឹះកូរចុះកូរឡើងដើម្បីឲ្យមីរបស់នាងខ្ញុំនោះគឺវាងាយនឹងរីកល្អសម្រាប់ការធ្វើមីគោកនេះកុំឲ្យមីនឹងវាហើយភីកពេកឬក៏ឲ្យវាឆៅពេកគឺវាមិនល្មមតែសម្រាប់នាងខ្ញុំគឺមីរបស់នាងខ្ញុំនឹងគឺខ្ញុំសោសបែបមកឈប់ល្មមបន្ទាប់ពីនាងខ្ញុំចាប់ផ្ដើមកូរវាចុះកូរឡើងរួចរាល់អស់ហើយគឺនាងខ្ញុំចាប់ផ្ដើមដួសវាដាក់នៅកញ្ច្រែងដាក់នៅក្នុងកញ្ច្រែងមួយអន្លើទៅទុកឲ្យវាសម្រក់ទឹកអស់ចាំយើងយកវាមកដាក់លាយជាមួយនឹងគ្រឿងបើសិនជាពុកម៉ែបងប្អូនដល់គ្នាចង់ឲ្យមីរីកខ្លាញ់យ៉ាងនេះទៀតគឺយកទៅលាងទឹកត្រជាក់ទៅប៉ុន្តែសម្រាប់នាងខ្ញុំគឺនាងខ្ញុំយកមីរបស់នាងខ្ញុំតែប៉ុណ្្នឹងទេចឹងខ្ញុំមិនចាំបាច់លាងទឹកត្រជាក់ម្សៅទៀតទេចាបន្ទាប់ពីមីរបស់នាងខ្ញុំបានស្រង់រួចរាល់អស់ហើយនាងខ្ញុំដាក់មួយអន្លើបន្តមកទៀតគឺនាងខ្ញុំដាក់ចានដែកមួយហើយខ្ញុំដាក់មីដែលនាងខ្ញុំបានស្រង់នោះរួចចូលទៅក្នុងចានដែកនោះជាបន្តមកទៀតនាងខ្ញុំក៏បន្ថែមនៅគ្រឿងទេសមួយចំនួនដែលគេដាក់នៅក្នុងកញ្ចប់មីនោះហើយជាស្រេចសម្រាប់អំបិលមីរបស់នាងខ្ញុំដែលគេដាក់នៅគ្រឿងទេសហ្នឹងគឺមានចំនួន2កញ្ចប់ដោយសារខ្ញុំប្រើមី2កញ្ចប់អញ្ចឹងគឺខ្ញុំដាក់2កញ្ចប់ហើយសម្រាប់ការដាក់អំបិលមី2កញ្ចប់ហ្នឹងមានរសជាតិមិនល្មមហើយក៏នាងខ្ញុំបន្ថែមនៅសាច់ចិញ្ច្រាំនៅក្នុងហ្នឹងចំនួន2កញ្ចប់ដែរហើយនឹងមានគ្រឿងវាបែបហឹលហ្នឹង2កញ្ចប់សម្រាប់ពុកម៉ែបងប្អូនដល់គ្នាមិនសូវចូលចិត្តហឹលដាក់តែមួយកញ្ចប់បានហើយសម្រាប់នាងខ្ញុំគឺនាងខ្ញុំចូលចិត្តហឹលមិនល្មមគឺនាងខ្ញុំដាក់2កញ្ចប់ចាហើយការដាក់2កញ្ចប់នេះដូចបើរសជាតិវិញបើគិតពីប្រហែលនឹងមីហឹលកម្រិតកម្រិត2កម្រិតអីហ្នឹងចាហើយយើងចាប់ដើមច្របល់ចុះច្របល់ឡើងគឺជាការស្រេចហើយទុកមួយសន្ទុះទៅគឺយើងអាចញ៉ាំបានហើយសម្រាប់ការធ្វើមីហឹលនេះគឺមេឃរៀងត្រជាក់សទុំចេះគឺដាក់វាហឹលស្រួយគោកចេះគឺឆ្ងាញ់មែនតើហើយបើសិនជាពុកម៉ែបងប្អូនអរគ្នាចូលចិត្តសាឡាត់ដាក់សាឡាត់ឬក៏ចៀនពងទាដាក់ថែមទៀតទៅគឺឆ្ងាញ់តែម្ដងតែសម្រាប់នាងខ្ញុំវិញគឺតែប៉ុណ្្នឹងទេគឺសម្រាប់ប្រើតែមី2កញ្ចប់ហ្នឹងហើយនាងខ្ញុំដាក់ហូបគ្នា2នាក់ចាហើយដាក់គ្រឿងខៅនឹងតែម្ដងព្រោះអីនៅឆ្ងាយពីផ្សារដែរជាងពិបាកទៅរកទិញសាឡាត់ឬពងទាអីមកចៀនអញ្ចឹងណាអញ្ចឹងក៏ខ្ញុំធ្វើបែបងាយឆ្ងាញ់ឈ្ងុយនៅតាមបែបសិក្សាជនបទនៃពុកម៉ែបងប្អូនអរគ្នាប៉ុន្តែបើពុកម៉ែបងប្អូនអរគ្នានៅទីក្រុងក៏អាចធ្វើញ៉ាំបានដូចគ្នាមិនជាអ្វីទេឬក៏មិនជាបញ្ហាទេតនេកុំភ្លេចធ្វើផោផងណាបងប្អូនអរគ្នាហើយបើពិបាករកមុខម្ហូបរនឹកអីអាចចូលនៅក្នុង Channel រស្មីសទៅគឺអាចមើលឃើញមុខម្ហូបបែបជនបទឬក៏មុខម្ហូបបែបជនជាតិខ្មែរយើងច្រើនតែម្ដងមិនបាច់នឿយពិបាកនឹករកមុខម្ហូបអីនោះទេហើយក៏ជាឱកាសនោះដែរក៏ខ្ញុំថតនៅបរិយាកាសខាងក្រោយផ្ទះរបស់បងប្អូនរបស់នាងខ្ញុំហ្នឹងបង្ហាញពុកម៉ែបងប្អូនអរគ្នាដែរគឺមានដើមដូងមានទេសភាពវាស្រែឬសូរសំឡេងក្អាត់យំអីទៅហឹងអឹងកមអស់ពុកម៉ែបងប្អូនអរគ្នាតែគ្រាន់តែថាខ្ញុំបានដកសំឡេងនឹងចេញដែរអញ្ចឹងខ្លាចរំខានពុកម៉ែបងប្អូនដល់គ្នាចាំវីដេអូក្រោយៗទៀតខ្ញុំនឹងដាក់សំឡេងធម្មជាតិ
នៅវាស្រែនៅក្បែរផ្ទះនឹងឲ្យបងប្អូនអរគ្នាស្ដាប់ទៅជាការកំសាន្តផងដែរទន្ទឹមនឹងនោះដែរក៏នាងខ្ញុំបានកាន់នៅមីរបស់នាងខ្ញុំបន្ទាប់ពីនាងខ្ញុំចែកបងប្អូននាងខ្ញុំមកចំណែកហើយក៏នាងខ្ញុំយកមកបេះហូបខ្លួនឯងថែមទៀតចានៅក្បែរវាស្រែនឹងតែម្ដងហើយបើសិនជាទៅនេះទៀតនាងខ្ញុំនឹងបង្ហាញទេសភាពបន្ថែមទៀតនៅខាងក្រោយផ្ទះបងប្អូនរបស់នាងខ្ញុំចាបើភ្លៀងខ្លាំងបន្តិចទៀតរើក្តាមរើខ្យល់បង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាហើយពុកម៉ែបងប្អូនទាំងអស់គ្នានឹករលឹកអំពីអនុស្សាវរីយ៍នៅកុមារភាពហើយសម្រាប់វីដេអូរបស់នាងខ្ញុំថ្ងៃនេះគឺមិនមានអីច្រើនទេគឺមានតែប៉ុណ្ណឹងបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏ជាឱកាសនោះដែរក៏នាងខ្ញុំចំណាយពេលរបស់ជាមួយនឹងក្មួយរបស់នាងខ្ញុំជួយបង្ហាត់គាត់ឬក៏ឲ្យគាត់លេងនៅសម្ភារៈក្មេងលេងមិនគាត់ទុកជាការកំសាន្តហើយក៏បានយកមីនោះក៏ឲ្យក្មួយខ្ញុំញ៉ាំបន្តិចដែរនៅគាត់ថាអូយហឹលខ្លាំងចឹងគាត់ញ៉ាំតែបន្តិចទេដោយសារគាត់ទូចចឹងឲ្យនាងខ្ញុំមិនសូវហ៊ានឲ្យគាត់ញ៉ាំច្រើននោះដែរចាអូនមកញ៉ាំអត់មកគាត់ថាគាត់ញ៉ាំនៅគាត់ហាមាត់ហើយចាបងប្អូនអត់គ្នាឃើញចាគាត់ចូលចិត្តតែគាត់ថាគាត់ទូចពេកចឹងមិនហ៊ានឲ្យគាត់ញ៉ាំចឹងញ៉ាំទៅហើយរត់ទៅវិញបាត់ចានេះក៏ខ្ញុំនឹងខ្ញុំកោបន្ថែមទៀតដើម្បីទុកញ៉ាំលើក្រោយទៀតឬក៏ញ៉ាំបង្ហាញបងប្អូនអរគ្នាអញ្ចឹងណាអញ្ចឹងជូន